ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបេះម្រះយកទៅស្ងោរញាត់សាច់ជ្រូកម្រះគេហៅស្ងោរម្រះចាឥឡូវម្រះហ្នឹងនៅក្រោយផ្ទះធម្មជាតិពិតអត់មានខ្លាយទេគឺដាំនៅក្រោយផ្ទះចាឥឡូវហ្នឹងពឹងបេះញាប់ជើងញាប់ដៃមើលផ្លែតែម្រះហ្នឹងអត់ធំទេម្រះហ្នឹងខ្លីៗកប៉ុកទេដូចគេហៅថាម្រះព្រៃចឹងតែយើងញ៉ាំទៅក៏ផ្ដល់ឲ្យសុខភាពយើងល្អដែរដូចយើងលើសឈាមឬក៏អីចឹងទៅវាអាចជួយជំនួយបានច្រើនចឹងណាលើលីសាពឹងបេះញាប់លើបានមកកញ្ច្រែងនេះដល់ហើយធម្មជាតិពិតអត់មានខ្លាយទេនៅក្រោយផ្ទះមានទិញផ្សារទិញអីទេមើលនេះមើលច្បាស់លាស់ណាអត់មានកុហកទេហើយបងប្អូនចង់បានមានម្រះមានតឡាចមាននងចឹងស្លឹកម្រះក៏លក់ដែរស្លឹកម្រុំក៏លក់ដែរចាលើហើយនេះពឹងតែដើរបេះមើលនេះម្រះហើយនាងខ្ញុំកំពុងតែដើរបេះបានឥឡូវយើងមកស្គៀលគ្រាប់វាចេញដើម្បីញាត់សាច់ជ្រូកចាហើយយើងក៏បានលាងទឹកឲ្យស្អាតទៅលាងពីវាទឹកចឹងណាតែម្រះមិនបាច់ចាំលាងពីទឹកឥឡូវនាងខ្ញុំកំពុងតែហាន់ម្សៅនិងផ្សិតដើម្បីប្រឡាក់ជាមួយសាច់ជ្រូកកិនឥឡូវយើងប្រឡាក់បានមួយសាច់ជ្រូកហើយឥឡូវយើងញាត់វាចឹងចូលទៅហើយក៏ញាត់សាច់ជ្រូកដើម្បីចូលទៅក្នុងម្រះហ្នឹងចឹងណាញាប់ជើងញាប់ដៃគេញាប់ផងគេណាមើលបានមួយនេះឥឡូវបានឆ្អែតយើងបោះចូលភ្លុកអស់ហើយបោះចូលបដ ாய் ទៅហើយចំណែកស្ករវិជែងវិញក៏នៅលើបងប្អូនដែរចំណែកនេះខ្ញុំដាក់ស្ករហ្នឹងមកចុងលាព្រាចំណែកអំបិលក៏មកចុងសាព្រា teaspoon ដែរហើយចំណែកប៊ីចេងក៏មកចុងលាព្រា teaspoon ដែរគឺខ្ញុំអត់ដាក់ច្រើនទេហើយទឹក oyster ក៏ចាក់បន្តិចចូលទៅចំណែកទឹក oyster វិញខ្ញុំចាក់គ្រប់ម្ហូបអីក៏ខ្ញុំត្រូវប្រើដែរចាឥឡូវយើងចាក់ប្រេងល្ងចូលបន្តិចដើម្បីឲ្យវាមានជាតិឈ្ងុយចឹងណាពុកម៉ែបងប្អូនឥឡូវយើងដាក់ស៊ុបខ្នុរមកស្លាបព្រាដែរឥឡូវសម្លនេះខ្ញុំបានឆ្អិនហើយនេះមើលឥឡូវឆ្ងាញ់អត់ទាស់ហ្មងមានពីរមុខជៀនពងទាហងស្ងោរម្រះផងចា